ok tao là đó này là khang lục cru đài con ban bằng riêng là so sang lễ nha lời con ban màu tật tua là nào bị khang nhiều mấy đây nhưng ăn xe tha chun lục cru chầm nuốn ok chẳng là xong xong phía tàn tách tua vậy bẹ con cho mỗi nâng ca đài lục cru bền nó bền mắn năm ấy hay bền nơi nào này bền sai bền 4 ឆ្នាំហើយថាពីមុនខ្ញុំរៀនក្មេងៗហើយទៅមករៀនប្រសំនេះបានរយៈពេលជិតកន្លះឆ្នាំយល់ទៅទៅមកបាន4ខែទៅមករៀននៅវត្ត ណាចាបរៀននៅវត្តដល់ពេលអញ្ចឹងយើងបរៀនពីច្រើនពីមុនយើងបរៀនកូនក្មេងតែបរៀនអក្សរសាស្ត្រអង់គ្លេសដែរចុងនៅពេលដែលយើងបរៀនលក្ខណៈបែបគេហៅថាផលលំបាកអីគេខ្លះនៅពេលយើងបរៀននៅពេលដែលលោកគ្រូពិការអញ្ចឹងណាផលលំបាកទី1មកបរៀននេះមកតែឯងនៅវត្តមកតែឯងមានដាច់ពីគ្រួសារអញ្ចឹងត្រូវតែធ្វើអ្វីដែលខ្លួនឯងអត់គឺផ្ដាំពីចំណុច0ពីខ្លួនឯងប៉ុន្តែអត់ជាបញ្ហាសម្រាប់ខ្ញុំតែអាចធ្វើបានហើយអ្វីដែលសំខាន់គឺនៅមានអ្នកគ្រប់គ្រងអ្នកដែលស្គាល់គាត់ជួយទៅនឹងបានខ្លះទៀតចឹងអត់ស្អីជួយគាត់ជួយការងាររបស់យើងធ្វើអត់បានអញ្ចឹងការងារអីដែលលោកគ្រូគាត់ថាការងារប្រចាំថ្ងៃដែលពិបាកបំផុតណាដែលពិបាកបំផុតដែលយើងដែលលក្ខណៈបែបជាការងារដូចដាំបាយរៀងចានឬពាក់សម្លៀកបំពាក់អីចឹងណាតើការងារអីដែលលោកគ្រូគាត់ថាវាពិបាកសម្រាប់ខ្លួនឯងបំផុតការងារដែលខ្ញុំគិតថាពិបាកជាងគេគឺការបោកកៅអៅបាទខ្ញុំអាចបោកបានតែវាអត់ស្អាតដូចយើងបោកអញ្ចឹងមានន័យថាពិបាកជាងគេបោកកៅអៅអញ្ចឹងការស្លៀកពាក់អីគឺអត់អីទេការស្លៀកពាក់ពីច្រើនខ្ញុំប្រើកៅអៅយើងទាំងអស់ចឹងអាចស្លៀកពាក់ខ្លួនឯងបានអញ្ចឹងមានន័យថាបើយើងពាក់កៅអៅដែលមានឡេវយើងដែរពាក់ឲ្យយើងដែរពាក់ថាមានឡេវអញ្ចឹងមានកម្មវិធីពាក់ប៉ុន្តែតទៅរកគេមកជួយដាក់ឡេវឲ្យដាក់ខ្លួនឯងអត់កើតហូបបាយកសែសអីផ្សេងគឺយើងស៊ាំហើយបាទស៊ាំហូបខ្លួនឯងបានទេអញ្ចឹងតាមដែលខ្ញុំតាមដានព័ត៌មានគឺមិនមែនលោកគ្រូពីកណ្ដាលទេពីការរសាឆក់ខ្សែភ្លើងបាទខ្សែកាបឆក់ខ្សែកាបដល់ថាពេលហ្នឹងយើងធ្វើអីដែរគ្រូពេលហ្នឹងខ្ញុំសម្រាប់ពីរៀនហ្នឹងមកលេងស្រុកហើយក៏ទៅនេះជួយឆ្លៀតជួយធ្វើការងារពុកមាជួយលើកដៃធ្វើដំបូងអូនចង់ឈរមែនគាត់ទៀបឯង3ម៉ែត្រហើយខ្ញុំលើកដៃទៅវាអាខាងលើនោះប៉ះជាមួយខ្សែកាបយើងអត់ដឹងខ្លួនហើយឆក់លើដំបូង3ម៉ែត្រឆក់លើដំបូងនោះអាពេលឆក់ហ្នឹងគឺដៃយើងហ្នឹងគឺខ្លោចអស់ហើយមែនអត់ឬក៏ឆក់ទៅមានបញ្ហាទៅជាបាក់ដៃវិញនេះឆក់ភ្លាមទៅដៃខ្ញុំវាឆ្អិនតដៃចឹងកន្លែងនេះខ្ញុំសុំ voice over ណាបងប្អូនគ្នាចាកន្លែងនេះគឺខ្ញុំបានសាកឲ្យគាត់យកទូរស័ព្ទមកចុចចង់ដឹងតើលឿនដោយអ្វីដែលគាត់និយាយអត់ចឹងណាគាត់ថាគាត់ចុចទូរស័ព្ទថ្នឹកតែបើយើងតាមមើលជាក់ស្ដែងចាបងប្អូនគ្នាគាត់ពិតជាថ្នឹកមែនតាំងពីការវាយអក្សរមិនថាអក្សរអង់គ្លេសអក្សរខ្មែរគឺគាត់ធ្វើបានល្អចឹងណាប៉ុន្តែពាក់ព័ន្ធមួយកុំព្យូទ័រគឺគាត់ទៅចាប់ផ្ដើមរៀនទេហើយគាត់តស៊ូណាស់អ្នកទាំងអស់គ្នាហើយចាគាត់ព្យាយាមបង្រៀនសិស្សផងគាត់ព្យាយាមរៀនខ្លួនឯងផងព្យាយាមរកថវិកាអ្នកទាំងអស់គ្នាចាដើម្បីគ្រប់គ្រងជីវភាពរស់នៅណាដោយទាំងអស់គ្នាឃើញអញ្ចឹងចាទាំងអស់គ្នាគឺគាត់មិនមែនពិការដៃដោយធម្មជាតិទេគាត់ពិការដៃដោយសារតែឆក់ខ្សែភ្លើងហើយសូម្បីតែទទួលលុយខ្ញុំហើយយកទុកក៏ពិបាកទុកខ្លួនឯងដែរខ្ញុំយកចូលកាបូបនឹងឲ្យចាហើយមើលទៅគាត់រៀងភ័យអ្នកទាំងអស់គ្នាអញ្ចឹងជាចុងក្រោយខ្ញុំអត់មានអីទេមានតែលើកទឹកចិត្តគាត់ហើយជូនពរគាត់ប៉ុណ្្នឹងឯង